Vậy thì giờ mình thống có chơi chậtក្នុងការញ៉ាំបន្លែដែរហើយវាជួបប្រទះច្រើនមែនទែនអាចថាកូនពេទ្យក៏អត់សូវចូលចិត្តញ៉ាំបន្លែដែរប៉ុន្តែយើងមានការលំបាកនៅក្នុងការ challenge ជាមួយទៅនឹងកូនយើងមែនប៉ុន្តែយើងនៅតែមានវិធីសាស្ត្រខ្លះអាចដាក់ទៅយើងនឹងមានប្រសិទ្ធភាពជួយឲ្យកូនរបស់យើងនេះចូលចិត្តញ៉ាំបន្លែអ្វីដែលសំខាន់ទី1សំខាន់ជាងគេគឺការធ្វើជាគំរូអញ្ចឹងឪពុកម្ដាយត្រូវតែមានគំរូល្អនៅក្នុងការញ៉ាំអញ្ចឹងបើសិនជាឪពុកម្ដាយចូលចិត្តញ៉ាំបន្លែច្រើនដែរម៉ាក់ចូលចិត្តចម្អិនអាហារដែលមានជាតិបន្លែយើងចូលចិត្តញ៉ាំទាំងអស់គ្នាអានឹងគឺជាគំរូមួយងាយស្រួលនៅក្នុងការឲ្យកូននឹងចូលចិត្តញ៉ាំបន្លែចំណុចទី2ដែលសំខាន់ជាងគេបំផុតនោះគឺការចាប់ផ្ដើមគឺម៉ាក់ប៉ាត្រូវតែចាប់ផ្ដើមដើម្បីឲ្យកូនញ៉ាំបន្លែឬក៏ញ៉ាំអាហារឲ្យបានគ្រប់រសជាតិជាពិសេសគឺចាប់តាំងពីអាយុ6ខែឡើងទៅអញ្ចឹងដល់ពេលដែលអាយុ6ខែទឹកដោះម្ដាយចាប់ដើមអស់សារជាតិចិញ្ចឹមដែលមិនគ្រប់គ្រាន់សម្រាប់ការលូតលាស់គាត់អញ្ចឹងការបញ្ចូលនៅសារធាតុចិញ្ចឹមដែលមានការអំបរគ្រប់គ្រឿងបាទមានបន្លែនៅក្នុងហ្នឹងគឺយើងចាប់ដើមដាក់បញ្ចូលហើយបន្តមកទៀតនៅពេលចាប់ដើមអាយុ1ឆ្នាំគាត់អាចដួសញ៉ាំប្រើបានខ្លួនឯងម៉ាក់ប៉ាកន្លែងនេះខ្ញុំឃើញមួយចំនួនដែលធ្វើឲ្យកូនឈប់ចូលចិត្តញ៉ាំបន្លែគឺគាត់នៅតែបន្តប្រើរបស់ម៉ត់ណាអញ្ចឹងគាត់អត់ស្គាល់អានោះស្អីគេទេអញ្ចឹងគាត់អាចនឹងប្រើកំប៉ុងបឺតឬក៏ប្រើទាំងអស់ហ្នឹងញ៉ាំទៅគាត់ដឹងថារសជាតិអីទេអញ្ចឹងគាត់នឹងបញ្ចូលចិត្តរសជាតិដើមមកវាទេអញ្ចឹងយើងចាប់ផ្ដើមដាក់អាហារដែលមានរូបភាពពិតឲ្យគាត់មើលឃើញហើយអាចធ្វើជារូបភាពដូចជាត្រីឬក៏រូបភាពសត្វដែលកូនចូលចិត្តអញ្ចឹងដើម្បីឲ្យគាត់នឹងចាប់ផ្ដើមមានចំណាប់អារម្មណ៍ញ៉ាំនៅក្នុងអាហារដែលយើងចង់បង្ហាញគាត់ហ្នឹងហើយទម្លាប់នៃការញ៉ាំបន្លែហ្នឹងគឺសំខាន់គឺឲ្យមួយឆ្នាំឡើងទៅឲ្យគាត់ឃើញរូបភាពច្បាស់លាស់របស់គាត់ហ្នឹងនៃបន្លែហ្នឹងហើយបន្តមកទៀតគឺតកតងទៅនឹងពេលក្នុងការញ៉ាំអញ្ចឹងដល់ពេលដែលញ៉ាំជាទូទៅខ្ញុំឃើញថាយើងច្រើនតែប្រើប្រាស់ iPad ឬក៏ប្រើប្រាស់វីដេអូឲ្យកូនមើលអញ្ចឹងកាលណាឲ្យកូនមើលពពួកទាំងអស់ហ្នឹងក្នុងកំឡុងពេលញ៉ាំបាយហ្នឹងជាទូទៅគឺកូនបាត់បង់ការផ្ដោតទៅលើអាហារកូនញ៉ាំមិនប៉ុន្តែក៏អត់ដឹងថាអានឹងរសជាតិមិនក៏ដឹងថាអានឹងវាឆ្ងាញ់មិនក៏ដឹងថាមិនអញ្ចឹងដល់ពេលហ្នឹងគាត់ញ៉ាំបានតែញ៉ាំទេអញ្ចឹងធ្វើឲ្យកូនហ្នឹងមិនចាប់អារម្មណ៍ជាមួយអាហារដែលយើងបានដាក់ឲ្យហ្នឹងទេអញ្ចឹងសារក្រោយទោះបីជាគាត់ឃើញហ្នឹងក៏គាត់អត់បានចាប់អារម្មណ៍ហ្នឹងគាត់មើលទៅទូរស័ព្ទអញ្ចឹងក្នុងកំឡុងពេលញ៉ាំអាហារជាយោបល់ខ្ញុំមិនត្រូវមើលតកតងទៅនឹងមេឌៀទាំងអស់ហ្នឹងទេហើយមួយទៀតអ្វីដែលសំខាន់គឺការកំណត់ម៉ោងក្នុងការញ៉ាំខ្ញុំឃើញម៉ាក់ប៉ាខ្លះគាត់តាមបញ្ចុកមិនមែនជារឿងមួយដែលត្រឹមត្រូវនៅក្នុងការផ្ដល់ចំណីអាហារកូនទេដល់ពេលដែលយើងដេញបញ្ចុកទៅកូនមានអារម្មណ៍មួយបើសិនជាយើងសម័យទៅជាយើងវិញណាយើងនឹងមានអារម្មណ៍មួយថាសប្បាយ funny ហើយកំ pl ែងទៀតពេលដែលយើងរត់ចឹងទៅម៉ាក់ដេញមួយក្រោយយើងរត់ទៅដេញអញ្ចឹងក៏អត់ព្រមញ៉ាំទេអញ្ចឹងក៏ដេញរហូតអញ្ចឹងដល់ពេលធ្វើរឿងបែបហ្នឹងធ្វើឲ្យគាត់ហ្នឹងកាន់តែ enjoy លេងច្រើនជាងមិនផ្ដោតទៅលើអាហារទេអញ្ចឹងមិនគួរដេញបញ្ចុកទេអញ្ចឹងគួរតែដាក់ម៉ោងឲ្យត្រឹមត្រូវថានៅពេលដែលញ៉ាំគឺមានរយៈពេល30នាទីលើស30នាទីប្រមូលទុកអញ្ចឹងដល់ពេលហ្នឹងគាត់ចាប់ផ្ដើមភ័យបងប្រុសញ៉ាំពេលហ្នឹងទេអត់ឲ្យញ៉ាំឡើយហេវនឹងទៅរកណាគេទេអញ្ចឹងអានេះជាចំណុចសំខាន់បាទហើយការឲ្យអាហារចាប់ពី1ឆ្នាំឡើងទៅហ្នឹងគួរតែឃើញរូបរាងហើយគួរតែអាចប្រើធ្មេញដើម្បីឲ្យកូនអាចប្រើធ្មេញទៅដុសធ្មេញអាចដុសមកបានស្អាតល្អហើយមានការថែទាំធ្មេញអញ្ចឹងទៅហើយកូនហ្នឹងកាលណាវាប្រើអញ្ចាញធ្មេញដុសមកស្អាតល្អកូនហ្នឹងក៏អាចឆាប់នឹងចេះនិយាយដែរចា៎នេះជាផលប្រយោជន៍នៃការញ៉ាំអាហារហើយយើងឃើញថានៅពេលដែលយើងញ៉ាំអាហារមានបន្លែកូនមានចំណង់នៅក្នុងការញ៉ាំអាហារហ្នឹងទៀតអញ្ចឹងឃើញថាកូនហ្នឹងថ្ងៃក្រោយទៅញ៉ាំបន្លែបានច្រើនហើយកូនហ្នឹងមានសុខភាពល្អមិនតែមានសុខភាពល្អកូនបាត់ជើងមិនពិបាកដូចឃើញក្មេងៗខ្លះក៏đangពិបាកបាត់ជើងពិបាកទៅប្រគុណឬក៏ឈឺពោះអីចឹងទៅបាទអានេះជាចំណុចពិសេសដែលម៉ាក់ត្រូវតែរៀនសូត្រឲ្យផ្លាស់ប្ដូរបន្តិចទៅឃើញថានឹងទទួលបានផលល្អប្រសើរ